ង់មកបួសធ្វើជាព្រះសង្ឃមែនទេត្រូវតែលះបង់សក់និងពុកចង្ការអ្នកទាំងអស់គ្នាឲ្យបានស្អាតអ្នកទាំងអស់គ្នាស្លៀកពាក់ជាស្បង់ជីវរពណ៌លឿងហើយឲ្យទៅតាមលក្ខណៈក្បួនច្បាប់ដូច្នេះហើយត្រូវដាក់ស្បង់ជីវរពណ៌ទៅក្លៀកខាងស្ដាំគ្របដណ្ដប់ទៅលើស្មាខាងឆ្វេងពេលនេះអ្នកទាំងអស់គ្នាព្រមទទួលសាវកមួយអង្គរបស់ព្រះពុទ្ធធ្វើជាព្រះគ្រូរបស់អ្នកទាំងអស់គ្នាហើយត្រូវតែអនុវត្តទៅតាមច្បាប់វិន័យអ្នកទាំងអស់គ្នានឹងលុតជង្គង់ទៅលើព្រះធរណីមិនថាអ្នកណាម្នាក់បង្រៀនអ្នកទាំងអស់គ្នានោះទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែចាំទុកថាមានតែព្រះពុទ្ធមួយអង្គគត់គឺជាគ្រូធំបំផុតរបស់អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់បានសម្រេចនៅវិជ្ជានេះអ្នកទាំងអស់គ្នាត្រូវតែដាក់ដៃនៅលើគ្នាកណាបានសម្រេចវិជ្ជានេះគឺមកពីព្រះគុណព្រះពុទ្ធហើយ Buddham Sharanam Gacchami ជាបន្តមកទៀតនោះសូមធ្វើការរំលឹកដល់ព្រះគុណព្រះសង្ឃ Dhammam Sharanam Gacchami Sangham Sharanam Gacchami បានអ្នកទាំងអស់គ្នាសូត្រដូច្នេះដដែល3ដងនឹងក្លាយទៅជាព្រះសង្ឃអ្នកទាំងអស់គ្នាគឺជាចំណែកមួយនៃការផ្សព្វផ្សាយព្រះធម៌ព្រះធម៌បង្រៀនអ្នកទាំងអស់គ្នាឲ្យធ្វើជាអ្នកដឹកនាំផ្សព្វផ្សាយក្តីមេត្តានិងពន្លឺរបស់ជីវិត